បងចាបងសូមជួយណែនាំឈ្មោះតិចបងខ្ញុំឈ្មោះមីឌាចាបងអាចជួយណែនាំអំពី app ដែលកំពុងតែដាក់តាំងពិព័រណ៍នៅក្នុងពិព័រណ៍ខ្មែរយើងនេះបានអីបងចាបានចាអរគុណបងសម្រាប់ការសំណួរតកតងជាមួយនឹងខាងនេះគឺជា website cambodia.com ក្រុមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មចាវាជា website មួយដែលយើងអនុញ្ញាតឲ្យអាជីវករខ្មែរដែលមានផលិតផលខ្មែរធ្វើការដាក់លក់ដោយឥតគិតថ្លៃចាអញ្ចឹងផលិតផលនៅក្នុង website ទាំងអស់សុទ្ធសឹងតែជាផលិតផលក្នុងស្រុកតែម្ដងហើយអាជីវកម្មដែលអាចដាក់លក់នៅលើបានលុះត្រាតែគាត់មានបានចុះជីត្រឹមត្រូវទើបយើងអាចអនុញ្ញាតឲ្យគាត់ដាក់លក់បានចាបងអាចបញ្ជាក់បានទេបច្ចុប្បន្ននេះមានក្រុមហ៊ុនឬក៏សិប្បកម្មប្រមាណហើយដែលចូលរួមជាមួយក្រសួងហើយដាក់លក់នៅក្នុង website នេះចាតើតើជាមួយនឹងការចុះឈ្មោះជាអាជីវករយើងមានរហូតដល់800ជាងក្រុមហ៊ុនប៉ុន្តែយើងអនុញ្ញាតឲ្យតែ188ក្រុមហ៊ុនទេដែលកំពុងអនបតជាមួយយើងដោយសារក្រុមហ៊ុនដទៃទៀតគាត់អត់ទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនបតជាមួយនឹងខាងយើងចាបងអាចបញ្ជាក់បន្តិចបានទេថាតើលក្ខខណ្ឌបែបណាទើបយើងអាចបានដាក់លក់នៅលើ website របស់ក្រសួងនេះបានចាសូមអរគុណតកតងជាមួយនឹងលក្ខខណ្ឌដែលអាចដាក់លក់នៅលើ platform យើងបានគឺតម្រូវឲ្យអាជីវកម្មហ្នឹងមានបានចុះបញ្ជីពាណិជ្ជកម្មឬក៏មានឯកសារដែលមានតម្លៃស្មើនឹងការបើកអាជីវកម្មទី2តម្រូវគាត់មានពន្ធបតង់មានវិញ្ញាបនបត្រពលករលើតម្លៃបន្ថែមអត្តសញ្ញាណប័ណ្ណឬក៏ passport ម្ចាស់អាជីវកម្មតែម្ដងបងហើយមួយវិញទៀតគឺតម្រូវឲ្យគាត់ជាអាជីវករដែលមានផលិតផលក្នុងស្រុកចាបងសម្រាប់ការតាំងពិព័រណ៍នេះតើមានការចាប់អារម្មណ៍ច្រើនពីបងប្អូនប្រជាពលរដ្ឋតាក់ទងជាមួយនឹងស្តង់នេះដែរទេបងចាគឺមានការចាប់អារម្មណ៍ច្រើនហើយមួយវិញទៀតគឺយើងផ្សព្វផ្សាយទៅតាមរយៈ digital អញ្ចឹងតាក់ទងជាមួយនឹងការ access ចូលទៅកាន់ website យើងមានរហូតដល់ទៅ2ទៅ3000នាក់ក្នុងការ access មកលើកាន់ website របស់យើងចាហើយសម្រាប់ការចូលមកតាមប្រទេសផ្សេងៗយើងមានរហូតដល់76ប្រទេសដែលអាច access នៅលើ website យើងបានតែម្ដងចាបងអញ្ចឹងការគ្រប់គ្រងពីក្រៅប្រទេសអំពីផលិតផលខ្មែរហ្នឹងតើមានច្រើនគួរឲ្យកត់សម្គាល់ដែរទេបងមករយៈក្រោយនេះចាច្រើនយើងបាននាំចេញទៅជាង10ប្រទេសចាដើម្បីឲ្យបងប្អូនកាន់តែស្គាល់តើបងមានអីសំណូមពរឲ្យបងប្អូនយើងជួយគ្រប់គ្រងក៏ដូចជាចូលទៅឆែកមើលនៅ website របស់ក្រសួងនេះដើម្បីជួយជំរុញឲ្យកាន់តែមានការគ្រប់គ្រងកាន់តែច្រើនចាគាត់អាចចូលទៅកាន់ website cambodia.com ចាឬក៏អាចចូលកាន់ Facebook Cambodia Trade B2B ចាបងមានអីសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងជួយគ្រប់គ្រងនៅការរៀបចំរបស់ក្រសួងនេះដែរទេបងចាខ្ញុំសូមសំណូមពរដល់ប្រជាជនខ្មែរយើងជួយធ្វើការគ្រប់គ្រងនៅ platform ជាតិវាជា platform ដំបូងគេនៅក្នុងប្រទេសកម្ពុជាយើងហើយពោពេញទៅដោយអាជីវករខ្មែរយើងតែម្ដងមួយវិញទៀតការគ្រប់គ្រងផលិតផលខ្មែរគឺយើងជួយជំរុញសេដ្ឋកិច្ចជាតិយើងចាអរគុណបងអរគុណច្រើនបង